គ្រប់ជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំចន្ទធីកូនខ្មែររស់នៅប្រទេសហូឡង់បងប្អូនខ្ញុំខានធ្វើវីដេអូយូរហើយចាហើយនេះគឺវីដេអូថ្មីដែលខ្ញុំទើបតែធ្វើទេខ្ញុំទៅលេងនៅទីក្រុងព្រួចប្រទេសបែលហ្សិកចាខ្ញុំទៅលេងប្រទេសនេះគឺ2 ដងហើយដោយសារវាមានព្រំដែនជាប់មួយប្រទេសហូឡង់ហ្នឹងទេហើយទីក្រុងនេះរៀងឆ្ងាយជាងរដ្ឋធានីរបស់បែលហ្សិកហ្នឹងគឺទីក្រុងព្រួចសែលគឺជិះតែ2 ម៉ោងទេតែទីក្រុងនេះខ្ញុំជិះដល់តែ3 ម៉ោងណោះបងប្អូនចារៀងឆ្ងាយបន្តិចបងប្អូនតែស្អាតដែរបងប្អូនចាមានកន្លែងតំបន់ទេសចរច្រើនគួរសមហើយមានម្ហូបឆ្ងាញ់មានស្រាបៀរដ៏ឆ្ងាញ់ពិសាដែរបងប្អូនស្រាបៀរមានម្ហូបគ្រឿងសមុទ្រចាមានគ្រឿងសមុទ្រមាននំ waffle នំពុម្ពចាគេនៅប្រទេសនេះគឺគេល្បីនំពុម្ពចានំពុម្ពរបៀបអឺរ៉ុបចាបងប្អូនហើយអាគារសំណង់ផ្ទះគេគឺអញ្ចឹងបងប្អូនម៉ូដអញ្ចឹងគឺជាម៉ូដរបស់ style របស់ប្រទេស Belgium ហ្នឹងតែម្ដងចាគឺវាស្រួចនៅខាងលើហើយមានកម្មអញ្ចឹងដបូលហ្នឹងចាប្រទេសហូឡង់គឺស្រួចដូចគ្នាប៉ុន្តែគេអត់មានដាក់កម្មអញ្ចឹងទេចាហើយនេះគឺជា Main Square នៅកណ្ដាលទីក្រុងហ្នឹងគេមានជាអាគារព្រះវិហារកាតូលិកគេហើយនឹងសំណង់អាគារផ្សេងទៀតជាច្រើនបងប្អូនសំណង់អាគារលក់វត្ថុអនុស្សាវរីយ៍អាគាររដ្ឋាភិបាលអីអញ្ចឹងណាបងប្អូនចាអាគារចង់និយាយថាអាគារខាងក្រុងអីចឹងសាលាក្រុងសាលាអីចឹងបងប្អូនចាហើយសម្បូរភ្ញៀវទេសចរចាបើកថ្ងៃល្អចឹងភ្ញៀវទេសចរទៅលេងច្រើនមែនតើអរគុណ